បាទជំរាបសួរបងប្អូនបាទអីបងប្អូនបងប្អូនសើចនេះមិនមែនសើចចំអកអីទេណាបងប្អូនគឺថាគឺជា style ទម្លាប់ដែលសើចអញ្ចឹងទេបាទហើយគាត់ថាវាមិនមែនថាចាប់អស់សំណើចអស់អីទេគាត់ថាលោកគ្រូបឺតខំគាត់ចង់ឲ្យខំខ្លានាងជួបជាមួយមហាម៉ាត់បាទចំពោះបងប្អូនតើបងប្អូនយល់យ៉ាងណាដែរបាទបងប្អូនបើសម្រាប់ខ្ញុំផ្ទាល់នេះយើងនិយាយតាមមើលឃើញណាវិភាគតាមការមើលឃើញតាំងពីបច្ចេកទេសតាំងពីកម្លាំងតាំងពីអីណាបាទតាំងពីវ័យអីចឹងគឺទៅមិនរួចទេបាទខ្ញុំថាទៅមិនរួចជាមួយមហាម៉ាត់ទេព្រោះខំខ្លានាងគាត់រៀងវ័យជ្រេបន្តិចដែរហើយគាត់ចាស់បន្តិចដែរហើយបាទហើយក៏កម្លាំងគាត់ក៏ខ្សោយដែរក៏អស់ដែរតែចាស់ហើយគឺកម្លាំងវាអន់ហើយអញ្ចឹងទៅជាមួយគូឡើងកគេថ្មីចេះគឺវាពិបាកប៉ិនពេជ្រសិង្ហៈហើយទៅមិនរួចបាទហើយយើងមើលកពស់កពោពេជ្រសិង្ហៈខំខ្លានាងវាបាក់ប្រែគ្នាទេហើយបើយើងនិយាយពីកម្លាំងវិញគឺពេជ្រសិង្ហៈមិនចាញ់ខំខ្លានាងទេហើយសួរថាទៅរួចជាមួយមហាម៉ាត់ទេបាទទៅអត់រួចទេមហាម៉ាត់គឺជាកីឡាករគ្រប់គ្រឿងបាទកម្លាំងក៏ខ្លាំងដែរអញ្ចឹងបើសិនបើជាយើងយកខំខ្លានាងទៅដាក់ជាមួយខ្ញុំគិតថា0បាទស្ពៃបាទមិនមែនថានិយាយនេះមើងងាយអីកីឡាករខ្មែរយើងមើងងាយខំខ្លានាងថាអីចេះមួយជាមួយអត់ទេយើងនិយាយតាមចាក់ស្ដែងតែម្ដងបាទនិយាយតាមសេចក្តីស្រឡាញ់តែម្ដងគឺខំខ្លានាងគឺខ្ញុំគ្រប់គ្រងគាត់យូរហើយតែឥឡូវខ្ញុំជឿជាក់ថាគាត់កម្លាំងរៀងធ្លាក់ហើយកម្លាំងធ្លាក់ហើយគេកម្លាំងកំពុងតែឡើងអញ្ចឹងគឺថាការជួបគ្នារវាងខំខានាងជាមួយមហាម៉ាត់ខ្ញុំគិតថាប្រហែលជាមិនកើតឡើងទេទោះជាលោកគ្រូបឺតខំគាត់ចង់ឲ្យជួបក៏ដោយខ្ញុំគិតថាមិនកើតឡើងទេបាទមិនកើតឡើងទេតែបើកើតឡើងគឺអានឹងធ្វើមិនទេគឺលោកគ្រូគាត់ខិតខំខ្នះខ្នែងឲ្យកើតឡើងហើយប៉ុន្តែខ្ញុំថាវាទៅមិនរួចទេបាទទៅមិនរួចទេយ៉ាងម៉េចក៏ទៅមិនរួចជាមួយមហាម៉ាត់ដែរខំខានាងបាទគឺគាត់រៀងជ្រេបន្តិចហើយកុំបខំគាត់បាទកុំលើកជើងខុសទំនងនាំឲ្យលេចពងខ្មាស់គេភាសិតនិយាយលេងនេះភាសិតគ្មានបណ្ដាចងក្រងខ្ញុំនឹកឃើញខ្ញុំថាប្រយហ្នឹងហើយក៏សំទោសដល់លោកគ្រូបឺតខំសំទោសដល់ខំខ្លានាងដែរហើយការនិយាយរបស់ខ្ញុំនេះគឺនិយាយតាមការមើលឃើញបាទថាម៉េចឃើញម៉េចខ្ញុំថាអញ្ចឹងបាទមិនបន្តោះបង្ងាប់អីទេបាទសូមទោសបងប្អូនទាំងអស់គ្នាផងបាទសូមអរគុណសូមជម្រាបលាបាទលោកគ្រូបឺតខាមលោកគ្រូបឺតខាម